នេះបងប្អូននៅពេលដែលយើងសម្រាប់ទូរស័ព្ទអានេះ14 Pro អញ្ចឹងពេលដែលយើងធ្វើការដូរម៉ាស៊ីនអញ្ចឹងណាថ្ងៃធ្វើការដូរម៉ាស៊ីនអានេះដូរម៉ាស៊ីនតែមកនៅពេលដែលយើងដូរហើយគឺវាតែវានឹងចេញធ្វើការ repair នៅ3ចំណុចទី1អេក្រង់ទី2កាមេរ៉ាហើយនិងទី3គឺថ្មអញ្ចឹងនៅក្នុង setting គឺយើងអាចធ្វើបានអញ្ចឹងយើងចូលទៅពេលដែលយើងចូលទៅ setting វានឹងមានសញ្ញាឧទានមួយនៅខាងលើហ្នឹងហើយយើងចុចនៅកន្លែងសញ្ញាឧទានហ្នឹងហើយយើងធ្វើការ repair វាអញ្ចឹងណាយើង restart and repair and restart ហ្នឹងទៅវានឹងនៅពេលដែលវា restart ចប់វា repair ចប់គឺវាចេញបែបនេះអញ្ចឹងបងប្អូនចេញបែបនេះអូខេអញ្ចឹងដោយសារតែមុនហ្នឹងខ្ញុំអត់បានថតអត់ទាន់អញ្ចឹងណាហើយឥឡូវយើងធ្វើការសារចុច continue តែមើលអូខេអញ្ចឹងវានេះអានេះវាធ្វើការជួសជុលម្ដងទៀតអានេះគឺអញ្ចឹងយើងចាំមើលលទ្ធផលថានៅពេលដែលវា configuring ចប់តែមើលតើវានៅចេញបែបម៉េចទៀតអញ្ចឹងយើងចាំមើលទស្សនាវីដេអូទាំងអស់គ្នាអញ្ចឹងនៅពេលនេះយើងចុច continue មកវាអាចចំណាយពេល5នាទីអញ្ចឹងយើងចុចទៀតមកអូខេអញ្ចឹងបន្តមកទៀតនេះវាដាក់ before begin camera អញ្ចឹងវាទៀមទាអញ្ចឹងយើងធ្វើការ continue មកចង់និយាយថាយើងឆ្វេងដើមអីយ៉ាងហ្នឹងដូចយើង active camera របស់យើងអញ្ចឹងណាអូខេអញ្ចឹងអានេះបន្តទៀតឥឡូវយើងចាំមើលទាំងអស់គ្នាអូខេហើយយើងកន្លែងនេះយើងចុច continue ទៀតនោះវាដាក់ enable config camera អញ្ចឹងបើន័យថាវាអត់បាត់ណាmessage ហ្នឹងគឺវាអត់អាចបាត់អញ្ចឹងយើងតាមដំណើរទៅយើង restart វាមួយមកអូខេអញ្ចឹងឥឡូវយើងចាំមើលលទ្ធផលទាំងអស់គ្នាថាបន្ទាប់ពីដូរម៉ាស៊ីនហើយតើវាចេញ message ខ្លះវាចេញនឹងឯសញ្ញាឧទាននេះខ្លះបើធម្មតាដល់ពេលយើងដូរទៅវាចេញអេក្រង់កាមេរ៉ាឬក៏ថ្មអញ្ចឹងណាអូខេអញ្ចឹងយើងចូលទៅទៅ setting អញ្ចឹងវាបាត់មុនហ្នឹងវាចេញលើនេះបន្ទាប់ពី connect port ហ្នឹងវាចេញនៅលើនេះ3សញ្ញាឧទានអញ្ចឹងណាបើយើងចូលអូខេអញ្ចឹងឥឡូវយើងចូលទៅមើលក្នុង setting មើលវាមានអីពាក់ព័ន្ធជាមួយនឹង display នឹងអត់អូខេឥឡូវយើងចូលមក display panel and display អូខេដូចជាមានចេញសញ្ញាឧទានទេអូខេយ៉ាអូខេ always on ហ្នឹងអូខេអញ្ចឹងយើងចូលទៅមើល battery អូខេមើល battery អូខេSwitch 79អូខេនេះ important ចេញនៅវិញនេះ find your switch នេះ important អញ្ចឹងអានេះវានៅឃើញនេះអូខេអញ្ចឹងខ្ញុំចូលម្ដងទៀតមើល display ម្ដងទៀតកន្លែង display គាត់តែចេញដែរអញ្ចឹងតែដូចជាអត់ឃើញហើយនៅមានកាមេរ៉ាមួយទៀតអូខេឥឡូវចូលទៅមើលកាមេរ៉ាមួយទៀតកាមេរ៉ា photo stano អូខេអញ្ចឹងវាអត់អីទេឥឡូវវាលេងចេញ message គ្រាន់តែវាចេញនៅកន្លែងថ្មមួយកន្លែងចេញកន្លែងថ្មនឹងមួយអូខេកន្លែងនេះតែយើងមិនធ្វើទេហ្នឹងអូខេវាមិនជាបញ្ហាទេបងប្អូនអាហ្នឹងព្រោះធម្មតាម៉ាស៊ីនយើងដូរម៉ាស៊ីនទូរស័ព្ទយើងដូរម៉ាស៊ីនគឺវាអញ្ចឹងអូខេអញ្ចឹងហើយទូរស័ព្ទនេះប្រើបានហើយអូខេយើងតែមើលកាមេរ៉ាមកអូខេអូខេកាមេរ៉ាក្រោយព្រោះកាមេរ៉ាក្រោយវាមានបញ្ហាទេព្រោះយើងមិនបានដូរយើងមិនបានប៉ះពាល់ហ្នឹងសំខាន់អូខេ Face ID យកមក Face ID សិនអាយ៉ាខុស
โอเคจัง Face ID โอเค Face ID ดาวธรรมดา turn passcode on มันมี password สอนแล้ว Face ID มือยังสามมือโอเคนี่ยังไงถือบ้านโอเคโอเคโอเคดำเนินการธรรมดาโอเคปนังบาย